សួស្តីបាទបងប្អូនអរគ្នាចឹងថ្ងៃនេះគឺយើងមក review ឡាននៅក្នុង game GTA 5 mode ទៀតហើយថ្ងៃនេះដែរគឺយើងលើកយកឡានបាទ Bentley បាទដែលខ្ញុំទៅដាក់ mode ថ្មីបាទនេះគឺ Bentley ប្រភេទ sedan ណាបងប្អូនអរគ្នាហើយឥឡូវគឺយើងចូលមកគឺបើកម៉ាស៊ីនយកតែម្ដងបាទអ្នកនរគ្នាបាទសាឡាននេះគឺស្អាតមែនទែនអ្នកនរគ្នាបាទមុខវាគឺកាយជាស៊េរីថ្មីណាអ្នកនរគ្នាបាទនេះគឺគោលប្រជែងមួយ100ចឹងបន្ទាប់ពី100មកគឺBentley ហ្នឹងឯងអ្នកនរគ្នាដែលជាឡានអឺរ៉ុបលក្ខណៈឡានបែប luxury premium អញ្ចឹងណាអ្នកនរគ្នាសម្រាប់អភិជនអញ្ចឹងណាអ្នកនរគ្នាអានេះទ្វារក្រោយរបស់វាអ្នកនរគ្នាបាទគឺថាមានកសេតកៅអីមានអីអញ្ចឹងណាហើយអានេះយើងមើលទៅដល់ខាងក្នុងហ្នឹងគឺមានអេក្រង់ touch មួយទៀតហើយនេះគឺគ្រប់ក្រោយវាគឺអត់មានអីទេតែ stop វាគឺស្អាតជាអក្សរ B តំណាងឲ្យ Bentley តែម្ដងបាទនេះយ៉ានរបស់វាគឺសម្បកគឺស្ដាងមែនតើបាទឥឡូវនេះយើងមកចូលមកដល់បាទការបើកសាកល្បងអ្នកនរគ្នាបាទនេះថាមើលពីចម្ងាយមកគឺស្អាតមែនទែនអ្នកនរគ្នាពណ៌សក៏មិនយ៉ាងដែរអ្នកនរគ្នាវាច្រើន Bentley យើងជិះពណ៌សក៏សមពណ៌ខ្មៅក៏សមអញ្ចឹងអ្នកនរគ្នាមើលទៅកាយដូចគ្នាហើយនេះវាលក្ខណៈថា premium លក្ខណៈជាឡានស៊េរីថ្មីផងអញ្ចឹងយើងដាក់ពណ៌សមកគឺកាយមែនទែនហើយខាងមុខវានឹងគឺស្តៀង Rolls Royce ដែរគាត់ថាវាប៉ាណាវារៀងវែងជាងអញ្ចឹងអ្នកនរគ្នារៀងបដោយវែងជាង Rolls Royce ហើយវាអត់ចោលទេវា stop វាគឺមូពីសងខាងហើយ logo Bentley នៅលើពីលើហ្នឹងតែម្ដងបាទហើយយើងមើលពីជ្រុងណាក៏ស្អាតដែរឥឡូវយើងចូលមកមើលខាងក្នុងអ្នកនរគ្នាថា counter touch អីគឺលក្ខណៈសរសើរ Bentley អ្នកនរគ្នាគាត់ធ្វើមកលក្ខណៈបុរាណលាយសម័យតែម្ដងបាទគឺលក្ខណៈថាឡានទំនើបតែនៅថែរក្សាភាព classic ភាពប្រណិតអញ្ចឹងណាអ្នកនរគ្នាបាទនេះក្រងរបស់វាបាទមានអីស្មុគស្មាញទេអ្នកនរគ្នាបាទប្រៀបធៀបមួយទូរស័ព្ទបាទ Bentley ដូច World 2 អញ្ចឹងអ្នកនរគ្នាលក្ខណៈថាមានតម្លៃមកហើយប្រើបានយូរលក្ខណៈធន់មាំសុវត្ថិភាពខ្ពស់